សម្បត្តិបេតិកភណ្ឌរបស់ខ្មែរសំណួរទី12តើគុណរបស់កតោត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃខែឆ្នាំណាសំណួរទី12តើគុណរបស់កតោត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃខែឆ្នាំណាចម្លើយទី12គុណរបស់កតោត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2022នៅក្រុងប៉ាបាតនៃព្រះរាជាណាចក្រម៉ារ៉ុកជាចុងក្រោយសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe Channel YouTube របស់ខ្ញុំឲ្យបានគ្រប់គ្នាដើម្បីទទួលបានវីដេអូចែករំលែកអំពីចំណេះដឹងទូទៅក៏ដូចជាសំណួរចម្លើយសម្រាប់ត្រៀមប្រឡងចូលក្របខ័ណ្ឌរដ្ឋនិងសម្រាប់ត្រៀមប្រឡងផ្សេងៗទៀតផងដែរសូមអរគុណ